ទោះបីថាព្រះអង្គសម្ដែងថាកុំប្រកាន់ហួងហែងចាប់ជំពាក់នឹងរូបនេះកុំប្រកាន់ហួងហែងចាប់នឹងជំពាក់ជីវិតនេះប៉ុន្តែជីវិតនេះត្រូវរស់នៅបណ្ដោះអាសន្នលើโลกនេះយើងត្រូវពឹងពាក់មិនមែនអត់ពឹងពាក់ទេយើងត្រូវពឹងពាក់រូបនេះដើម្បីបំពេញកិច្ចការផ្សេងយើងត្រូវពឹងពាក់ជីវិតនេះដើម្បីរៀបចំជីវិតថ្មីមួយទៀតទៅអនាគតព្រះអង្គសម្ដែងថាស្លាប់ហើយកើតទៀតមិនមែនអត់កើតទេណាមិនបដិសេធថាមិនមែនអញមិនឯងមានសត្វបុគ្គលទូខ្លួនហើយអត់មានការបន្តជាតិកំណើតពីមួយជាតិទៅមួយជាតិទេព្រះអង្គសម្ដែងថាវិញ្ញាណជាពូជវិញ្ញាណជាពូជអញ្ចឹងយើងត្រូវកសាងពូជនេះពូជក្នុងជាតិនេះឲ្យល្អយើងបានទទួលយកឥទ្ធិពលសក្តានុពលធម្មពលពីអតីតជាតិបដើមកនោះជាពូជដែលមានល្អខ្លះអាក្រក់ខ្លះដោយសារអវិជ្ជាគ្របសង្កត់ដោយសារស្ថិតនៅក្នុងលំនៅរបស់មច្ចរាជលំនៅរបស់មាកិលេសមានេះធ្វើឲ្យយើងវង្វេងភ្លេចអត់ដឹងការពិតហើយប្រព្រឹត្តខុសជាច្រើនប៉ុន្តែដោយមានឧបនិស្ស័យពីអតីតជាតិក្នុងជាតិណាមួយធ្លាប់ស្ដាប់ធម៌ពុទ្ធជាម្ចាស់តែមិនតាន់ប្រតិបត្តិឲ្យបានស៊ីជម្រៅគ្រាន់តែបានស្ដាប់ខ្លះជានិស្ស័យម្ល៉េះហើយជាតិនេះយើងនៅមាននិស្ស័យជឿជាក់ទៅលើប្រតនត្រ័យជឿជាក់ទៅលើគុណព្រះពុទ្ធពធព្រះសង្ឃជឿជាក់ទៅលើកម្មនិងផលរបស់កម្មចឹងបើកូនប្រុសស្រីជឿជាក់ទៅលើកម្មនិងផលរបស់កម្មជឿជាក់ថាជីវិតនេះស្លាប់ទៅនឹងបន្តទៅមុខទៀតទៅអនាគតជាតិទៀតតាមវិបាករបស់កម្មដែលខ្លួនសាងដូច្នេះពេលនេះកូនត្រូវខំកសាងកុសលធម៌ឲ្យបានច្រើនទាំងផ្លូវលោកនិងផ្លូវធម៌តែកូនកុំចោលជីវិតកូនត្រូវមានពីរហ្នឹងទៅមានតុល្យភាពក្នុងការរស់នៅកូនត្រូវមានជីវិតអំពើល្អនៅក្នុងកុសលធម៌ក្នុងផ្លូវលោកផងក្នុងផ្លូវធម៌ផងផ្លូវធម៌គឺកូនព្យាយាមចម្រើនភាវនាកូនព្យាយាមគ្រប់នៅក្នុងបញ្ញកិរិយាវត្ថុទាំង10នេះទានសិលភាវនានេះដែលសង្ខេបទៅចឹងបើក្នុងខណៈដែលកូនជ្រើសរើសផ្លូវដ៏ល្អប្រសើរគឺបដិពូជល្អហើយនោះនេះកុសលកម្មដែលកូនបានធ្វើនោះចវណ្ណចិត្តសោយនោះតតេមណៈគេទទួលយកដាក់ក្នុងសន្តាននោះវាខ្លាចជាវិបាករបស់កម្មនឹងឯងជាពូជកូននឹងឯងជាពូជវិបាករបស់កម្មនេះមានឱកាសគេនឹងឲ្យផលដុះជាពូជផ្លែផ្កាមកដូចជាផ្លែក្រូចមួយផ្លែក្រូចនៅខ្ចីតូចមួយនឹងអត់តាន់មានស្អីទេកូនគ្រាន់តែក្រូចនេះគេមានជីវជាតិគ្រប់មុខព្រោះគេហើយមានទាំងក្របសារពតពូជព្រោះគេទៅទៀតណាធម្មជាតិបង្កើតអញ្ចឹងមនុស្សយើងក៏អញ្ចឹងដែរវាមានពូជសារពតជាតិកំណើតទៅទៀតអញ្ចឹងក្រូចនេះនៅតូចអត់តាន់ដឹងថាមានជីវជាតិប៉ុណ្ណាតែគេធំទៅបន្តិចម្ដងរហូតដល់ទុំគេមានជីវជាតិគ្រប់គ្រាន់របស់គេហើយក្របគេក៏អាចបន្តពូជដុះដាលទៅទៀតយ៉ាងណាមិញបុណ្យកុសលដូចគ្នាយើងសន្សំពីតិចពីតូចនេះទៅចម្រើនភាវនាយើងមិនតាន់ដឹងថាយើងបានស្អីដឹងអីចេះអីទេត្បូងអើយតែទៅអាបន្តិចនឹងសិនយូរទៅវារីកទៅឧបការៈមកពីអាតូចនឹងឯងហេតុមកពីតូចនឹងពីក្តឹបនឹងបានមានទៅទុំមកចាហើយដើម្បីឲ្យផ្លែក្តឹបនេះឲ្យនៅដល់ទុំវាត្រូវសន្សំបុណ្យកុសលឧបការៈឲ្យជីវិតនេះតាំងនៅបានយូរយ៉ាងណាមិញបើផ្លែក្រូចវិញគេត្រូវដាក់ជីដាក់ទឹកដើម្បីឲ្យផ្លែនេះនៅរហូតដល់ទុំដល់ចាស់ដល់ទុំឃើញទេមានហេតុផលច្បាស់លាស់ចឹងដូចគ្នាកូនចឹងកូនត្រូវយល់ថានេះព្រះអង្គសម្ដែងថាមិនឲ្យប្រកាន់ថាមានខ្លួនមានអីហ្នឹងគឺព្រះអង្គមិនចង់ឲ្យយល់ខុសចំណុច2ដែលសត្វលោកទៅមានទិដ្ឋិ62ហ្នឹងសរុបមកគឺមានទិដ្ឋិ2ជាទិដ្ឋិដែលមិនអាចព្រះអង្គជួយរួចនោះមួយអីសសតតិដ្ឋិសតតិដ្ឋិយល់ថាខ្លួននេះធ្លាប់កើតមិនទៅកើតចឹងហើយចឹងបាទព្រះអង្គចាត់ថាកុំប្រកាន់ថាខ្លួននេះមិននៅដដែលទេតែអ្នកដែលយល់ខុសថាខ្លួននេះនៅដដែលធ្លាប់កើតស្ដាច់ទៅកើតស្ដាច់ហើយកើតខ្ញុំគេទៅកើតខ្ញុំគេកើតសេដ្ឋីគឺសេដ្ឋីហើយកើតមន្ត្រីគឺមន្ត្រីហើយកើតត្រកូលណាត្រកូលហ្នឹងហើយព្រោះវណ្ណៈ
នៅឥណ្ឌាវាមានទាំងវណ្ណៈខ្ញុំគេណាវណ្ណៈសូត្រៈអ្នកធ្វើស្រែចម្ការមានវណ្ណៈព្រាហ្មណ៍មានវណ្ណៈស្ដេចអញ្ចឹងគេប្រកាន់ថាវណ្ណៈហ្នឹងកើតជាតិហ្នឹងវណ្ណៈហ្នឹងកើតជាតិក្រោយគឺអញ្ចឹងទៀតអញ្ចឹងកើតយ៉ាងម៉េចគឺអញ្ចឹងបើធ្លាប់កើតឆ្កែកើតឆ្មាកើតទេវតាអីគឺកើតអញ្ចឹងទៅដែរអត់ប្រែប្រួលនឹងឯងយល់ខុសចាំឲ្យព្រះអង្គបញ្ជាក់ហ្នឹងដើម្បីឲ្យយើងដកចិត្តប្រកាន់ថាមិនមែនខ្លួននេះទៅកើតដដែលនឹងទៀតទេណាមិនមែនអញមិនមែនឯងកុំប្រកាន់ព្រោះខ្លួននេះមានមែនតែខ្លួននេះមិនទៅកើតអញ្ចឹងទេដូចអញ្ចឹងទេតែមានកើតទៀតមានកើតទៀតដោយសារអីដោយសារវិបាករបស់កម្មដែលស្ថិតក្នុងសន្តានជើងនេះពេលចុតិបរិសន្ធិវិបាករបស់កម្មឯណានេះមួយដែលមានកម្លាំងខ្លាំងគេដើរតួជាអីជាចេតនកកម្មគេដើរតួបន្តពីភពចាស់ទៅភពថ្មីនេះទៅចាប់កណើតទៀតហើយចុតិបរិសន្ធិចុតិបរិសន្ធិគេដើរតួបដិសន្ធិនៅក្នុងកំណើតថ្មីហើយគេបានយកវិបាករបស់កម្មទាំងអស់ហ្នឹងទៅជាមួយទាំងកុសលទាំងអកុសលទៅជាមួយឯកសារនៃជីវិតរបស់យើងដែលប្រព្រឹត្តមកកន្លងមកប្រមាណទោះយើងភ្លេចក៏ដោយក៏នៅដែរគេចងក្រងជានិច្ចព្រោះចិត្តជាអ្នករក្សាទុកដាក់វិបាករបស់កម្មហើយចិត្តជាអ្នកចាត់ចែងឲ្យទៅកើតចិត្តជាអ្នករចនាចិត្តនេះឲ្យទៅកើតឲ្យទៅជាមួយទាំងលោភៈទោសៈទាំងអលោភៈអទោសៈទៅចាអញ្ចឹងកូនត្រូវយល់ថាជីវិតនេះល្អប្រសើរណាស់ដែលកូនត្រូវរៀបចំជីវិតនៅក្នុងជាតិនេះឲ្យល្អឧបការៈឲ្យទៅជាតិក្រោយទៀតចាបានន័យថារូបមានទៀតអត់មានអត់ទេប៉ុន្តែរូបនឹងមិនមែនដដែលជាវិបាករបស់កម្មដែលយើងបានសាងចិត្តនេះជាពូជចិត្តនេះគេទៅមុនបរិសន្ធិគឺចិត្តនឹងតែម្ដងដែលព្រះអង្គស្ដីថាចិត្តជាពូជនឹងយកពូជនឹងទៅបដិសន្ធិហើយពូជអាក្រក់ពូជដេរឆានទៅដេរឆានហើយបើកូនសាងចិត្តកូនជាមនុស្សចិត្តជាមនុស្សទៅក្នុងមនុស្សវិញណាបើកូនសាងខ្លួនចិត្តកូនជាទេវតាទៅទេវតាហើយទៅនិព្វានហើយអញ្ចឹងយើងសាងអ្វីបានអានឹងចឹងបដោះពូជល្អឲ្យហើយទៅដើម្បីទទួលផលល្អបន្តទៀតកុំបដោះពូជអាក្រក់ចឹងក្នុងបញ្ញកតវត្ថុទាំង10នេះជាពូជល្អដែលកូនត្រូវបណ្ដុះណាប្រៀបដូចជាផ្លែក្រូចហ្នឹងដើម្បីបានផ្លែក្រូចតើកូនដាំដើមក្រូចបើកូនមិនសាងហេតុទេផលអត់បានទេដើម្បីបានល្អក៏កូនត្រូវសាងកុសលកម្មដើម្បីបានផលល្អចឹងកូនត្រូវចាំថាអ្វីគឺយើងទាំងអស់ជាអ្នកផ្ដល់ឲ្យនឹងលោកយាយតែងតែប្រាប់គ្មានអ្នកណាមានបុណ្យស័ក្តិគ្មានអ្នកណាមានឫទ្ធិអំណាចគ្មានអ្នកណាមានឥទ្ធិពលជាងព្រះទេព្រះពុទ្ធជាម្ចាស់ខ្លាំងណាស់មានអំណាចឥទ្ធិពលក្រាស់ដឹងថាបញ្ញាញាណព្រះអង្គថាមិនអាចមានអ្នកណាយល់ដឹងបានដោយព្រះអង្គទេដឹងគ្រប់ទាំងអស់ប៉ុន្តែព្រះអង្គមានបន្ទូលថាម៉េចតថាគតមិនអាចឲ្យបញ្ញាដល់សត្វលោកបានទេហើយក៏មិនអាចអីមិនអាចកែប្រែវិបាករបស់កម្មរបស់សត្វលោកបានដែរអញ្ចឹងព្រះអង្គក៏មិនដាក់តាក់តែងឲ្យយើងបានដែរឬទេមិនឲ្យសុខទុក្ខអីមកយើងទេយើងទេតើជាអ្នកឲ្យសុខទុក្ខឲ្យខ្លួនឯងប្រចិត្តនេះគេវិចិត្រជាសុខជាទុក្ខតាមកម្មដែលយើងបានសាងអញ្ចឹងវិបាករបស់កម្មនេះគេដើរតួពីជាតិនេះទៅហើយពេលទទួលមិនតាន់អស់ទៅជាតិក្រោយទៀតតរហូតបើយល់ខុសសាសតតិដ្ឋិទៅវិជ្ជាតិដ្ឋិព្រះប្រុសលេងរួចមួយទៀតយល់មិនជនជាតិឥណ្ឌាពីដើមមនុស្សលោកទាំងអស់ហ្នឹងយល់ថាមិនស្លាប់ទៅសូន្យណាមានទៅកើតស្អីទៀតទេហៅថាឧច្ឆេតតិដ្ឋិអញ្ចឹងបើសូន្យហើយអត់ខ្វល់ធ្វើបន់អត់ខ្វល់ជឿបន់បាបអីទេអត់ខ្វល់បដោះពូជមិនបដោះពូជអីទេបើវាសូន្យហើយវាងាប់បាត់ហើយនោះវាមានអីទៀតអញ្ចឹងអត់រវល់អញគិតតែពីសុបាយតែមានមិនចាយប៉ុណ្្នឹងទៅធ្វើបាបណាណីក៏ធ្វើទៅប្រគិតថាអត់មានណាមកទទួលបាបកម្មអីទេសូន្យហើយចប់ហើយអញទៅហើយអញ្ចឹងអញក៏គ្មានពេលណាមកប្រាប់ឯងថាអញទៅដល់ណាដែរអញសូន្យហើយទៅហើយអញមិនខ្វល់ពីបាបបន់អីទាំងអស់ធ្វើឲ្យសុបាយចិត្តនេះអានឹងឯងមច្ឆាទិដ្ឋិធ្ងន់ធ្ងរនេះព្រះអង្គបញ្ជាក់ឲ្យថាមិនសូន្យទេគឺមានពូជបន្តទៀតគឺចិត្តវិញ្ញាណនេះឯងចឹងកូនប្រុសស្រីទៅចាំធ្វើអ្វីមួយខ្សួរខ្លួនឯងអាត្មាអញបដោះពូជអីឥឡូវអាត្មាអញដាក់ពូជនរកទៅឬក៏មិន
បងធ្វើនេះពូជអីពូជឋានសួគ៌ឬក៏ពូជអីពូជប្រែតកំពុងបំពេញកិច្ចការចិត្តបំពន់តែមួឲ្យក្តៅក្រហាយនឹងពូជអីពូជនរកឬក៏ពូជសុកនៅឋានសួគ៌សួរខ្លួនឯងបដោះពូជអីឲ្យខ្លួនឯងគឺបដោះឲ្យសួរទៅឯងថាអាត្មាអញចូលគុកមីឬក៏ចូលគុកឬក៏ចូលផ្ទះព្រះត្រូវគិតអាត្មាអញត្រូវដើរចេញពីផ្ទះមីឬក៏ដើរចេញពីផ្ទះព្រះខ្លះបានបន់តិចតួចដើរចេញពីផ្ទះព្រះទៅចូលផ្ទះមីវិញដែរហើយលើដើមទៀតនោះខ្លះនោះសុំទោសចង់និយាយពីអ្នកបួសខ្លះនោះទៅបួសទៅរៀនធម៌អាជាបដៅគេឲ្យរូល្អណាស់ដើរចេញមើលទៅឃើញដើរចេញពីផ្ទះមីទៅរកផ្ទះព្រះចេញពីលំនៅមីគឺកម្មគុណ5នេះទៅរកលំនៅពុទ្ធជាម្ចាស់គឺនេកខមៈណានេកខមៈគឺការលះអ្វីៗទាំងអស់លះបាបកម្មលះកិលេសទាំងអស់ហ្នឹងឃើញដើរចេញពីផ្ទះមីទៅផ្ទះព្រះហើយស្រាប់តែចូលផ្ទះព្រះបានបន្តិចចេញពីផ្ទះព្រះមកវិញទៅចូលផ្ទះមីលើដើមត្រង់ណាហ្នឹងខ្ញុំឮគេថាហើយគេក៏ប្រាប់ខ្ញុំដែរមិនផឹកស្រាណាដែលបណ្ដៅគេថាកុំអោយផឹកស្រាកុំអោយស្អីណាលៀងលក់ជាមួយកម្មគុណ5ចេញមកវិញស្អីចឹងបានប្រទេសស្រីលង្កាអ្នកណាបួសតែចេញពីបួសគេអត់និយាយរយព្រោះថាអានឹងមកវិញអត់ទៅមុខឯងមកក្រោយអានឹងមកអហិនភេទជាមនុស្សថោកទាបគេអត់និយាយរយព្រោះគេខំថ្វាយអង្គមលើកចង្ហាន់ប្រគេនហើយស្រាប់ទេមកវិញអត់និយាយរត់ទេកុំទៅដល់កូនគេមិនអោយទេទៅសួរទៅខ្ញុំធ្លាប់សួរជាមួយព្រះអង្គតែឥឡូវកែប្រែមិនដឹងទេតែខ្ញុំធ្លាប់ទៅប្រទេសស្រីលង្កាខ្ញុំគ្រប់បូជាប្រទេសឥណ្ឌាឲ្យដែរខ្ញុំសិតតែសិក្សាស្រាវជ្រាវសួរគេថាទៅដល់មួយភេទមកហែលភេទថោកទាបវិញណាគេនិយាយរត់ទៅដល់កូនគេមិនបានដែរបើចង់សឹកឲ្យរត់ទៅនៅស្រុកណាផ្សេងសឹកអត់មានឧបជាទេលួចសឹកទៅហើយទៅនៅឯណាឲ្យឆ្ងាយកុំឲ្យគេដឹងប្រវត្តិអានឹងអាចរស់មួយនៅស្រុកហ្នឹងគេនិយាយរកបានបើនៅស្រុកហ្នឹងគេដឹងគេអត់និយាយរកតែម្ដងគេមិនប្រស្រ័យជាមួយតែម្ដងព្រោះអីវាថយក្រោយដល់តែខ្សែគប់អាការដែលថាបណ្ដៅគេនោះវាល្អពិសេសហើយគឺថាគោរពហ្មងគោរពតែម្ដងពាក្យសម្ដីដែលបណ្ដៅតាមព្រះប៉ុន្តែអត់អនុវត្តអត់ប្រតិបត្តិនៅក្នុងធម៌វិន័យនេះឯងចេះតែទ្រឹស្ដីអត់អនុវត្តតែបើលោកអនុវត្តនៅក្នុងសិលសមាធិបញ្ញាខ្ញុំជឿថាមិនងាយថយក្រោយទេបើអត់ធ្វើសមាធិវិបស្សនាហើយអាចថយក្រោយបើចម្រើនសមាធិវិបស្សនាមិនងាយថយក្រោយទេបើមានក៏តិចដែរកុំឲ្យតែបរិញ្ញាសមាធិវិបស្សនាគេខុសអត់ត្រូវតាមគម្ពីរត្រៃបិដកនឹងខ្ញុំហ៊ានថាទេសមាធិវិបស្សនាទៅពីទៅពេះអានឹងថយក្រោយមកវិញក៏មិនដឹងថាម៉េចទេអានឹងរឿងប៉ុន្តែថយក្រោយមិញនោះត្រង់ណាមកប្រឡូកប្រឡាក់ជាមួយកាមគុណ5វិញដែរណាមកប្រឡូកប្រឡាក់ជាមួយកាមគុណ5ហើយមានប្រពន្ធមានកូនហើយមិនរសាតម្លៃខ្លួនឯងនៅក្នុងសិលទៅទៀតណាមិនរសាខ្លួនឯងក្នុងសិលទៅទៀតលួចលាក់មានស្រីញីក្បត់ប្រពន្ធអត់អីចឹងទៅប្រព្រឹត្តក្នុងសឹកផឹកស្រាផឹកអីចឹងទៅខ្សែគប់ទៅពីទៅផ្ទះទៅហើយដល់ប្រឡូកប្រឡាក់ជាមួយកម្មគុណ5នឹងហើយនឹងនិយាយឡើងគឺការពារខ្លួននឹងតែម្ដងការពារខ្លួនដែលខ្លួនថយក្រោយមកវិញនឹងធ្លាក់មកវិញក្រោយនឹងការពារនឹងអញ្ចឹងវាទៅជាម៉េចទៅជាមនុស្សអត់ស្មោះត្រង់នឹងខ្លួនឯងជាមនុស្សអត់ទទួលការពិតនៅក្នុងជីវិតខ្លួនឯងស្ថិតនៅក្នុងភាពបន្លំคล้ายคล้ายឲ្យអ្នកដទៃយល់ច្រឡំដែរនឹងឯងដែលបាបថយក្រោយមកវិញគឺបាបនឹងឯងអញ្ចឹងកូនប្រុសស្រីត្រូវគិតណាកូនណាកុំទៅមុខឲ្យថយក្រោយអីសោះបណ្ដើមកចំហៀនទៅមុខទៅកូនកុំថយក្រោយមីងាយទាញយើងណាមីងាយដាក់អន្ទាក់ណាហើយយើងជាមនុស្សល្ងងខ្លៅអវិជ្ជាគ្រប់សង្កត់អញ្ចឹងអត់ដឹងថានុយជាស្អីទេនុយគឺគេបញ្ឆោតណាគេដាក់ឲ្យល្អឲ្យឃើញស្រឡាញ់គួរឲ្យឆ្ងាញ់គួរឲ្យល្អគួរឲ្យរស់នៅអីចឹងទៅគេបញ្ឆោតយើងឆោតទៅនៅមួយគេទៅជាប់នុយគេដូចត្រីជាប់នុយគេឬក៏ជាប់អន្ទាក់គេដូចសត្វជាប់អន្ទាក់គេតែជាប់ឲ្យគេយកធ្វើអីគេយកធ្វើអីគេមានតែធ្វើមហោគេប៉ុណ្ណឹងស្ងោរឬក៏ឆាឬក៏ណាំងៅឬក៏ស៊ុប
តាមប្រាថ្នារបស់គេចង់សុបគេចង់ណាំងើយ៉ាងម៉េចក៏ស្រេចគេអញ្ចឹងយើងត្រូវទទួលរងទុក្ខលំបាកគ្រប់បែបយ៉ាងតាមវិបាករបស់កម្មដែលខ្លួនច្បោកច្បល់ជាមួយកម្មគុណ5ច្បោកច្បល់ជាមួយនឹងលៀបសការៈច្បោកច្បល់នឹងអីលោកធម៌ទាំង8ណាចេញមកវិញច្បោកច្បល់លោកធម៌ទាំង8មែនតែនហ្មងនឹងឯងចឹងកូនកុំថយក្រោយនេះខ្ញុំចង់បញ្ជាក់អំពីអបច្ចាយណៈគឺការកុំថយក្រោយកុំកតើកតេក៏អឺតកតោមអីពេលចេះពេលមានលៀបសការៈហូរចូលក៏ប៉ុណ្ណឹងពេលអត់លៀបសការៈក៏ប៉ុណ្ណឹងពេលមានគេគោរពរាប់អានស្រឡាញ់ប្រកបដោយលៀបយកសសរសឹកយ៉ាងណាក៏កុំកតេកតើកុំក៏អឺតកតោមកូនត្រូវតែសុភាពរៀបសារជានិច្ចដើម្បីបណ្ដុះពូជល្អនេះទៅជាតិក្រោយទៀតណាផ្ដាំហើយផ្ដាំទៀតណាដើម្បីបណ្ដុះពូជឲ្យល្អនេះពូជល្អនេះទៅអនាគតនិងអនាគតជាតិអនាគតខាងមុខនេះនិងអនាគតជាតិសូមឲ្យជួបតែសេចក្តីសុខចម្រើនទាំងអស់គ្នាតាមធម៌អបច្ចាយណៈនេះទៅណាសូមអនុមោទនាហើយផ្លូវនេះជាផ្លូវដ៏ល្អប្រសើរបំផុតពុំមានសាសនាណារកឃើញក្រៅពីព្រះពុទ្ធជាម្ចាស់ឡើយព្រះពុទ្ធបានរកឃើញផ្លូវនេះដែលទទួលបាននូវសេចក្តីសុខទាំងក្នុងជាតិនេះជាតិមុខនិងសុខនៅក្នុងទីបរមសុខគឺព្រះនិព្វានទៀតផងសេចក្តីសុខដែលកើតឡើងអំពីការរក្សាសិលសេចក្តីសុខដែលកើតឡើងតាមរយៈប្រតិបត្តិនៅក្នុងសមាធិវិបស្សនានេះជាសេចក្តីសុខពិតប្រាកដស្ថិតនៅក្នុងចិត្តរបស់យើងពុំមែនសេចក្តីសុខคล้ายទេពុំមែនដោយសេចក្តីសុខនៅក្នុងកាមគុណ5ដែលលាយឡំដោយទុកនោះឡើយដូច្នេះក្នុងឱកាសនេះយើងត្រូវតែរួមគ្នាព្យាបាលចិត្តនេះឲ្យបានជាសះស្បើយពីជំងឺដ៏កាចសាហាវបំផុតគឺកិលេសដែលយើងតែងនិយាយថាអវិជ្ជាតណ្ហាឧបាទាននិងកម្មនេះឯងចឹងជំងឺផ្លូវចិត្តនេះគឺជាជំងឺដ៏កាចសាហាវសំដៅទៅលើអកុសលធម៌ទាំងឡាយសំដៅទៅលើកិលេសទាំងឡាយសំដៅទៅលើកម្មគុណ5ក៏ដូចជានិរណធម៌5ផងដែរឥឡូវនេះយើងបានស្គាល់ពីទ្រឹស្ដីអស់ហើយបានថ្វាយខ្លួនចំពោះគ្រូអាចារ្យហើយដូច្នេះយើងចាប់ផ្ដើមអនុវត្តឲ្យបានត្រឹមត្រូវដោយផ្អែកតាមទ្រឹស្ដីរបស់ព្រះពុទ្ធជាម្ចាស់ដំបូងទីព្រះអង្គឲ្យរកទីស្ងាត់ដូច្នេះយើងបានមកដល់ទីស្ងាត់ហើយចឹងត្រូវអង្គុយពេនភ្នែនតាំងកាយឲ្យត្រង់យ៉ាងពេលដែលអង្គុយពេនភ្នែនតាំងអាកាយឲ្យត្រង់នេះត្រូវមានសតិគ្រប់គ្រងចិត្តសតិបានដឹងថាពេលនេះអាត្មាអញប្រពការចម្រើនសមាធិហើយចឹងសតិដឹងថាលើកចុះអង្គុយចុះលើកជើងស្ដាំដាក់លើជើងឆ្វេងលើកដៃស្ដាំដាក់លើដៃឆ្វេងហើយតម្រង់កាយឲ្យត្រង់តម្រង់កាយឲ្យត្រង់ហើយរៀបរយសម្រួលកាយយើងទៅតាមធម្មតាធម្មជាតិអត់មានប្រឹងឬក៏ដូចជាបខំដូចជាមើលទៅដូចវាអត់ធម្មតាទេណាបានន័យថាសម្រួលខោអាវយើងដែលតឹងទៅកន្លែងណាសម្រួលឲ្យអស់សម្រួលឲ្យធូរទាំងអស់កុំឲ្យវាទៅតាណាតោះតាណាអង្គុយយូរទៅកុំឲ្យដូចតឹងជើងទៅនេះដូចតឹងអាវកន្លែងនេះធ្វើឲ្យរំខានទេណាកុំឲ្យរំខានដល់ការចម្រើនសមាធិរបស់យើងចាអញ្ចឹងមើលឲ្យស្រួលណាដែលអង្គុយពេញភ្នែនតាំងកាយឲ្យត្រង់ហ្នឹងគឺតម្រង់មុខឆ្ពោះទៅរកកម្មដ្ឋានមុខឆ្ពោះទៅរកកម្មដ្ឋានមានន័យថាមានចិត្តហ្នឹងដោតទៅរកខ្យល់ចេញចូលបដោតទៅរកខ្យល់ចេញចូលចាអញ្ចឹងពេលអង្គុយហ្នឹងអត់មានអោនពេកងើយពេកឬក៏ឲ្យវាខ្លួនទៅលេះត្រឡប់អីអត់ទេឬមួយក៏ទៅរកកន្លែងផ្អែកអត់ទេណាអង្គុយចម្រើនសមាធិអ្នកខ្លះអង្គុយទៅស៊ីទៅរត់ទៅសទៅរត់ចាំងជួយរត់ទៅសជួយអត់ទេអង្គុយឲ្យត្រង់ឲ្យនឹងខ្លួនតែម្ដងអត់មានពឹងស្អីទេណាយ៉ាងលោកអ្នកខ្លះពេនតែវាអត់សូវរៀបមិនបាច់ទៅរកអីកលទេណាបាច់កលជើងនេះឲ្យវារៀបឲ្យវាជួយទប់ទៅក្នុងអីមិនបាច់ទេទៀតមានកំរាលមួយហ្នឹងអង្គុយលើកំរាលហ្នឹងឲ្យស៊ុបលើកំរាលហ្នឹងអង្គុយឲ្យស៊ុបមិនតែអង្គុយមើលតែរៀបរយជើងដៃដែលយើងដាក់ហ្នឹងឲ្យស្រួលបួលហើយតម្រង់ដែលយើងអង្គុយហ្នឹងចង្កេះយើងហើយនឹងតាគៀកយើងហ្នឹងឲ្យវាស៊ុបទៅលើកំរាលហ្នឹងតែព្រះអង្គថាឲ្យព្រះអង្គសម្ដែងថាឲ្យតាំងកាយឲ្យត្រង់ណាឲ្យត្រង់ប្រពេលដែលយើងចម្រើនសមាធិខណៈចិត្តដែលស្ងប់មួយរយៈហ្នឹងជួយឲ្យស្ងប់ទៅហ្នឹងបើយើងផ្អៀងខ្លួនវាអាចរលំណាបើសិនជាដែលលោកអ្នកមានឧបនិស្ស័យចម្រើនទៅដល់និរោធចូលនិរោធសមាបត្តិហ្នឹងគាត់ថាត្រូវអង្គុយឡើងបានអង្គុយហ្នឹងគាត់ថា
3 ថ្ងៃឬក៏ 5 ថ្ងៃមួយអាទិត្យអីអង្គុយបានអត់រលំទៅណាទេទៀតចឹងព្រះអង្គឲ្យយើងហ្វឹកហាត់ពីដើមទីហ្នឹងហើយឲ្យយើងអង្គុយឲ្យត្រង់ឲ្យហើយឲ្យត្រង់ឲ្យសុបឲ្យហើយក្នុងគណៈយើងអង្គុយស្រួលហើយស្រួលអេតយ៉ាបត់ក្នុងការអង្គុយនឹងបានល្អហើយសតិនឹងតាមដឹងមួយចិត្តដែលនៅសម្លឹងមើលអកប្បកិរិយាអេតយ៉ាបត់យើងកំពុងរៀបរយហ្នឹងនៅជាមួយនឹងអត់ឲ្យចិត្តទៅនៅណាណីទេណាតម្លាក់ចោះឲ្យអស់ទេណាចារឿងគិតគូរការងារនៅក្នុងកន្លែងធ្វើការក្តីកន្លែងទីសម្រាប់ប្រជុំតាណាក្តីឬមួយក៏នៅផ្ទះសម្បែងឬក៏នៅវត្តអារាមឬនៅណាណីក៏ដោយតម្លាក់ចោលឲ្យអស់តែម្ដងអត់មានទេណាអត់មាននឹករឿងរ៉ាវអីតទៀតទេអញ្ចឹងក្នុងគណៈដែលរៀបភ្លេនបានល្អស្រួលបួលហើយអង្គុយឲ្យត្រង់ដកខ្លួនឲ្យត្រង់ហើយមានមុខឆ្ពោះទៅរកកម្មដ្ឋានអានេះតែមានសតិគ្រប់គ្រងចិត្តនឹងបង្អោនទៅលើខ្យល់ចេញចូលអញ្ចឹងពេលដែលរៀបរយហើយលោកអ្នកត្រូវប្រមូលចិត្តមកដាក់ក្នុងដើមទ្រូងទៅប្រមូលចិត្តដាក់ក្នុងដើមទ្រូងណាអានេះថារលាស់ចោលកិច្ចការអ្វីៗទាំងឡាយរលាស់ចោលឲ្យអស់ដោយដាស់តឿនថាអ្នកអាត្មាអញពេលនេះគឺលែងរវល់រឿងអ្វីទៀតហើយគឺរវល់តែការចម្រើនកម្មដ្ឋានបើនេះថាអាត្មាអញត្រូវបិទភ្នែកចាលែងទទួលតាមទ្វារភ្នែកទៀតហើយចាភ្នែកលែងចង់ឃើញរូបអ្វីៗទៀតហើយបិទភ្នែកនេះចុះចំមុះក៏លែងចង់ដឹងធំក្លិនអ្វីៗទៀតហើយចាបិទទ្វារចំមុះបិទទ្វារតិចលែងចង់ដឹងអ្វីទៀតទាំងអស់បិទទ្វាររស់អណ្ដាតមិនអង្គុយនឹកឃើញចង់កាទៀវចង់កាហ្វេអីណាណីចង់ហូបឆ្ងាញ់អីអត់ទេបិទទាំងអស់នៅសល់មโนទ្វារមួយគឺចិត្តនេះឯងអញ្ចឹងប្រមូលចិត្តមកដាក់ក្នុងដើមទ្រូងឲ្យនៅក្នុងដើមទ្រូងហើយមួយចិត្តនេះព្រមនៅអត់ទេឬក៏ដាក់ឲ្យរត់ចេញទៅវិញដាក់ឲ្យរត់ចេញទៅវិញមើលណាចាប្រមូលចិត្តដាក់ក្នុងដើមទ្រូងហើយបានយ៉ាងម៉េចទៀតទេបានលើកចិត្តឡើងកាន់អារម្មណ៍ណានឹងយើងសិក្សាចូលក្នុងខ្យល់ត្រកូលទី1ដែលចាប់ផ្ដើមដំបូងសិនតែព្រះអង្គសម្ដែងថាក្រុមខ្យល់មាន4ណាក្រុមខ្យល់មាន4ត្រកូលខ្យល់4ត្រកូលនេះមានខ្យល់ក្រុមខ្យល់ទីវែងក្រុមខ្យល់វែងមួយទី2ខ្យល់ក្រុមខ្លីមួយទី3ក្រុមខ្យល់ទាំងពួងមួយទី4ក្រុមខ្យល់ល្អិតមួយអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមសិក្សាអំពីខ្យល់ក្រុមខ្យល់វែងគឺខ្យល់ទី1នេះដែលមានបទបាលីថាទីខាំងវេអសៈសន្តោបសៈសន្តោទីខាំងបសៈសាមិតិបជានិតិនឹងប្រែថាព្រះអង្គសម្ដែងថាអាត្មាអញដឹងច្បាស់អាត្មាអញដឹងច្បាស់មានសតិទៅដកដង្ហើមចេញមានសតិទៅដកដង្ហើមចូលអញ្ចឹងមុនដំបូងគឺត្រូវតែមានសតិក្នុងការដកដង្ហើមចេញមានសតិក្នុងការដកដង្ហើមចូលនឹងមិនខុសអីពីទ្រឹស្ដីដែលខ្ញុំបានលើកឡើងហើយដែលជូនពីដំបូងទីមកដែលព្រះអង្គសម្ដែងជាមួយព្រះរាហុលឬក៏ដូចជាមួយព្រះភិក្ខុទាំងឡាយព្រះអង្គទ្រង់សម្ដែងយ៉ាងម៉េចចាំអត់ចាំទេខ្ញុំសូមរំលឹកបន្តិចចុះតែព្រះអង្គសម្ដែងថាមនេរហុលអ្នកចូលចម្រើនអានាបានសតិភាវនាមនេរហុលអានាបានសតិភាវនាដែលអ្នកបានចម្រើនហើយបានធ្វើឲ្យរឿយៗហើយជាគុណជាតិមានផលច្រើនអានិសង្សច្រើនមនេរហុលអានាបានសតិភាវនាដែលចម្រើនហើយធ្វើរឿយៗហើយដោយម្ដេចទៅមានគុណជាតិមានផលច្រើនអានិសង្សច្រើនមនេរហុលភិក្ខុក្នុងសាសនានេះនៅក្នុងព្រៃក្តីទៀបគល់ឈើក្តីនៅផ្ទះស្ងាត់ក្តីអង្គុយពេនភ្នែនតាំងកាយឲ្យត្រង់តម្កល់ស្មារតីមានមុខឆ្ពោះទៅរកកម្មដ្ឋានភិក្ខុនោះមានស្មារតីចាំជាក់ដកដង្ហើមចេញមានស្មារតីចាំជាក់ដកដង្ហើមចូលនេះព្រះអង្គបញ្ជាក់ហើយណាអញ្ចឹងមានស្មារតីចាំជាក់ដកដង្ហើមចេញស្មារតីចាំជាក់ដកដង្ហើមចូលហើយបានព្រះអង្គសម្ដែងទៀតថាម៉េចមានស្មារតីបន្តទៀតណាព្រះអង្គសម្ដែងថាម៉េចមានស្មារតីចាំជាក់ដកដង្ហើមចេញវែងមានស្មារតីចាំជាក់ដកដង្ហើមចូលវិញដឹងច្បាស់ព្រះអង្គសម្ដែងថាការដកដង្ហើមចេញវែងក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចេញវែងការដកដង្ហើមចូលវែងក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចូលវែងឥឡូវមើលផ្ទៀងតតឥឡូវផ្ទៀងតតព្រះអង្គសម្ដែងថាចាំច្បាស់ជាក់ច្បាស់មានស្មារតីចាំជាក់ច្បាស់ដកដង្ហើមចេញមានស្មារតីចាំជាក់ច្បាស់ដកដង្ហើមចូលដំបូងទីដង្ហើមចេញដង្ហើមចូលអត់តន់វែងទេណានឹងដែលវែងបានអាស្រ័យលើការដែលយើងចាំជាក់ច្បាស់មានសតិគ្រប់គ្រងចិត្តតាមដឹងចប់នៅខ្យល់ដង្ហើមចេញចូលនេះឯងអញ្ចឹងកិរិយាទី1នេះ
ពេលដែលអង្គុយហ្នឹងមានន័យថាពេលដែលប្រមូលចិត្តឡើងប្រមូលចិត្តមកនៅក្នុងបេះដូងក្នុងដើមទ្រូងយើងហើយបានមានស្មារតីបង្អោនចិត្តរកខ្យល់ដង្ហើមចេញចូលឈ្មោះថាវិតកៈឥឡូវនេះប្រតិបត្តិកំពុងប្រតិបត្តិណាលើកចិត្តឡើងកាន់អារម្មណ៍បង្អោនទៅដល់ខ្យល់ដង្ហើមចេញចូលហ្នឹងឈ្មោះថាវិតកៈនឹងអង្គឈានណាដែលបានបញ្យល់ឲ្យព្រះអង្គឈានកន្លងមកអញ្ចឹងមើលអញ្ចឹងក្នុងគណៈដែរយើងចងក្រៀកចិត្តយើងចងក្រៀកចិត្តឲ្យចប់នឹងខ្យល់ហ្នឹងអត់ឲ្យចន្លោះទេឬមួយក៏កិរិយារាប់ខ្យល់អ្នកខ្លះមានអធិស្ឋានរាប់អាចរាប់បានបញ្ជាក់ខាងដើមហើយណាមួយខ្យល់ចេញមួយខ្យល់ចូលនឹងមួយដែរបូកទៅមកគូហើយរាប់តែមួយរាប់ខ្យល់លោកអ្នកមើលចិត្តរបស់យើងកំពុងតែបង្អោនទៅមើលខ្យល់ហ្នឹងតែចងក្រៀកខ្យល់ដែលថាវិតកៈលើកចិត្តឡើងកាន់អារម្មណ៍ហ្នឹងឥឡូវកំពុងតែកាន់អារម្មណ៍ខ្យល់ចេញចូលហ្នឹងអញ្ចឹងយើងបដោតអារម្មណ៍បដោតចិត្តទៅដឹងខ្យល់ដង្ហើមចេញចូលត្រង់ណាឥឡូវដាក់ចិត្តទាំងអស់គ្នាត្រង់ចុងច្រមុះកន្លែងផាសៈចុងច្រមុះខ្យល់ដែលប៉ះនឹងចុងច្រមុះរាប់បបោមាត់ខាងលើនឹងទ្រឹស្ដីព្រះអង្គបញ្ជាក់ហើយឲ្យដឹងកន្លែងផាសៈនឹងប៉ះខ្ទប់នឹងឲ្យជាប់អញ្ចឹងក្នុងគណៈដែរលើកចិត្តឡើងកាន់អារម្មណ៍នេះរមែងនឹកដល់អារម្មណ៍ប្រកម្មដ្ឋានដែលចម្រើនគឺខ្យល់ចេញចូលនេះត្រង់កន្លែងផាសៈក្នុងគណៈដែលលើកចិត្តឡើងកាន់អារម្មណ៍ដឹងខ្យល់ចេញចូលកន្លែងផាសៈប៉ះខ្ទប់រវាងចុងច្រមុះនិងបោះមាត់ខាងលើនេះនាំឲ្យចិត្តនេះយ៉ាងម៉េចនាំឲ្យចិត្តនេះឯងដឹងខ្យល់ហ្នឹងនាំឲ្យចិត្តនឹងផ្ដោតនៅក្នុងអារម្មណ៍ហ្នឹងចាប់ចនិចអត់មានចន្លោះទេអត់មានចន្លោះទេបើផ្លេចកើតចន្លោះអត់អាចប្រព្រឹត្តទៅដើម្បីបានខ្យល់វែងទេអញ្ចឹងយើងមើលណាអញ្ចឹងយើងមើលក្នុងខណៈដែលកំពុងតែទប់ចិត្តណាសតិហ្នឹងគេគ្រប់គ្រងចិត្តហ្នឹងគេទប់ចិត្តមិនឲ្យចេញទៅណាក្រៅពីកម្មដ្ឋានចម្រើនខ្យល់អាណាបាទេប៉ុន្តែពេលខ្លះសន្ទុះចិត្តវាខ្លាំងជាងសតិគ្រប់គ្រងអត់បានកំពុងតែកំណត់ថាអាត្មាអញកំណត់ដឹងខ្យល់ចេញកំណត់ដឹងខ្យល់ចូលកំណត់ដឹងចេញកំណត់ដឹងខ្យល់ចូលតាមដឹងចឹងរហូតស្រាប់តែចិត្តនេះញាប់ញ័រកម្រើកនឹកទៅរឿងអ្វីផ្សេងក្រៅពីខ្យល់ដង្ហើមចេញចូលយ៉ាងទៅត្រូវរិះគិតពីការងារដែលធ្វើអត់តាន់ហើយត្រូវរិះគិតអំពីកូនចៅខ្លាចយ៉ាងនេះយ៉ាងនោះត្រូវរិះគិតអំពីមុខចំនួនឬក៏ត្រូវរិះគិតអំពីអ្វីផ្សេងក្រៅពីកម្មដ្ឋានហ្នឹងអញ្ចឹងក្នុងហ្នឹងយើងត្រូវមានសតិគ្រប់គ្រងចិត្តដឹងភ្លាមហើយទាញចិត្តនេះត្រឡប់មកវិញទាញចិត្តត្រឡប់មកវិញទៅណាទាញចិត្តត្រឡប់មកវិញដើម្បីឲ្យចិត្តនេះគេស្ថិតនៅក្នុងអារម្មណ៍ដែលយើងកំពុងចម្រើនវិញបានន័យថាអារម្មណ៍ហ្នឹងជាទីតោងរបស់ចិត្តជាទីអាស្រ័យរបស់ចិត្តអញ្ចឹងឲ្យចិត្តនេះអាស្រ័យនៅក្នុងខ្យល់ដង្ហើមចេញចូលអត់ឲ្យទៅនៅអាស្រ័យជាមួយកាមគុណ5ឬក៏អាស្រ័យនៅជាមួយនឹងនិវរណធម៌5ទេអត់ឲ្យចិត្តនេះទៅអាស្រ័យជាមួយនឹងអកុសលធម៌ទេឥឡូវពេលណាចិត្តទៅបង្អោននឹកឃើញថាចិត្តឯងកុំទៅអីចិត្តឯងខ្វល់ខ្វាយរឿងរ៉ាវច្រើនណាស់ហើយចិត្តឯងត្រូវតែត្រឡប់មកវិញដឹងរឿងតែមួយបានហើយកុំរែកពុនរឿងច្រើនពេកចិត្តឯងរែកពុនរឿងគិតត្រេះរិះកិច្ចការផ្សេងរាប់រយចម្ពោះឥឡូវគិតតែមួយបានហើយគឺខ្យល់ដង្ហើមចេញចូលចិត្តឯងត្រូវតែទម្លាក់ចុះឲ្យអស់កុំធ្វើហួសកម្លាំងកន្លងមកគិតគូរច្រើនពេកហួសកម្លាំងរហូតដល់ទៅ stress រហូតដល់ទៅមានជំងឺផ្លូវចិត្តដូច្នេះចិត្តឯងត្រូវតែត្រឡប់មកវិញដឹងក្នុងកម្មដ្ឋានតែមួយគឺខ្យល់អាណាបានសតិនេះគឺជាបុណ្យកុសលដែលត្រូវចម្រើននឹងពេលដែលចិត្តចេះតែរត់ទៅមកយើងត្រូវអប់រំចិត្តត្រូវនឹកឃើញបដៅចិត្តនេះបដៅចិត្តនេះឲ្យចិត្តនេះត្រឡប់មកដឹងខ្យល់ដង្ហើមចេញចូលវិញមានន័យថាកំណត់ដឹងកន្លែងខ្យល់ប៉ះនឹងចុងច្រមុះបបោមាត់ខាងលើឲ្យចិត្តនេះដឹងអារម្មណ៍ហ្នឹងកុំឲ្យចន្លោះកុំឲ្យដាច់ឲ្យសោះអត់ឲ្យដាច់ឲ្យឆោតល្វែងទេឲ្យស្ថិតនៅក្នុងវិថីចិត្តនឹងឯងអារម្មណ៍ហ្នឹងជាវិថីចិត្តដែលចិត្តត្រូវតែដឹងអារម្មណ៍ហ្នឹងណាផ្លូវរបស់ចិត្តគឺធ្វើដំណើរទៅតាមខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលទីមើលទៀតណាទីមើល
ខ្ញុំនិយាយបដាហ្នឹងពុទ្ធបរិស័ទដែលរៀបចំផ្នែកអង្គុយហ្នឹងផ្ទៀងមើលអញ្ចឹងដែរទៀតចាផ្ទៀងមើលឲ្យឃើញថាការដែលលើកចិត្តឡើងកាន់អារម្មណ៍នេះការលើកចិត្តឡើងកាន់អារម្មណ៍នេះជាលក្ខណៈរបស់វិតកៈហើយវិតកៈគេមានលក្ខណៈរបស់គេគឺលើកចិត្តឡើងកាន់អារម្មណ៍ហើយក្នុងខណៈដែលលើកចិត្តកាន់អារម្មណ៍ហើយហ្នឹងវិតកៈហ្នឹងគេយ៉ាងម៉េចគេមានកិច្ចគេមួយកិច្ចរបស់គេគឺម៉េចការប៉ះខ្ទប់នៅក្នុងអារម្មណ៍ឲ្យបានរឿយណាចិត្តអត់ទៅណាឆ្ងាយពីអារម្មណ៍ដែលចម្រើនទេប៉ះខ្ទប់អារម្មណ៍រឿយកន្លែងណាគឺកន្លែងចុងច្រមុះនិងបបោមកសម្លឹងមើលទៀតអញ្ចឹងមែនទេប៉ះក្នុងទេសម្លឹងមើលឲ្យច្បាស់ដែរណាអញ្ចឹងពេលដែលចិត្តយើងនេះបង្អោនដឹងខ្យល់ចេញក៏ដឹងខ្យល់ចូលក៏ដឹងរលឹកដឹងតាមដឹងរហូតអញ្ចឹងគឺធ្វើឲ្យចិត្តនេះឯងកាន់តែរឹងមាំក្នុងការដឹងអារម្មណ៍នឹងឯងបានផលមកវិញគឺចិត្តនេះតាំងមាំក្នុងអារម្មណ៍ដែលយើងកំពុងចម្រើនដែលធ្វើដំណើរតាមវិថីចិត្តវិថីចិត្តដែលកំពុងចម្រើនហ្នឹងគឺផ្លូវដែលធ្វើដំណើរតាមខ្យល់ចេញនិងខ្យល់ចូលការរលឹកដឹងខ្យល់ចេញចូលនេះបានជាប់រហូតទៅនឹងឯងឧបការៈអីឲ្យខ្យល់វែងកើតឡើងនឹងឯងខ្យល់ត្រកូលទី1ខ្យល់វែងនេះកើតឡើងគឺខ្យល់វែងនេះប្រព្រឹត្តទៅត្រង់មកទៀតមានកម្លាំងខ្លាំងជាងធម្មតាមានកម្លាំងខ្លាំងជាងធម្មតាគឺពីពោះមកដល់ចុងច្រមុះផុតហើយចូលពីចុងច្រមុះទៅដល់ពោះថាយើងមិនបាច់តាមគេថាគេទៅដល់ណាគ្រាន់ដឹងថាអូខ្យល់វែងកើតអីតាណោះខណៈហ្នឹងគឺចិត្តចេះគិតខ្លួនឯងទៀតបញ្ញាដឹងខ្លួនឯងខណៈហ្នឹងយើងកំពុងតែបង្អោនដឹងខ្យល់ចេញចូលបើយើងដឹងថាអូខ្យល់វែងលក្ខណៈអញ្ចឹងទៅណោះណាខ្យល់វែងមានកម្លាំងខ្លាំងឡើងចុះអញ្ចឹងសតិនេះតាមដឹងខ្យល់ចេញវែងចូលវែងតាមឲ្យចប់ទាំងកុំឲ្យទៅណាយើងមើលមកទៀតតើអាចប្រព្រឹត្តទៅបានទេខ្យល់វែងកើតឲ្យនៅចាបើសិនជាខ្យល់វែងអត់តាន់កើតណាលោកអ្នកដែលកំពុងអង្គុយនោះខ្យល់វែងអត់តាន់កើតទេដោយសារចិត្តចេះតែរត់ទៅលើទៅកើតទៅនេះតែនៅព្រិចលោសតិនឹកខ្សោយគ្រប់គ្រងចិត្តអត់បានដូចយើងមនុស្ស2នាក់អញ្ចឹងណា2នាក់មានកម្លាំងមួយកម្លាំងខ្លាំងមួយកម្លាំងតិចសន្ទុះចិត្តដែលរត់ទៅរកកម្មគុណ5រត់ទៅរកអកុសលធម៌ផ្សេងសន្ទុះចិត្តខ្លាំងសតិខ្សោយទប់អត់ចប់ដូចយើងមនុស្ស2នាក់អញ្ចឹងណាចាប់មនុស្សដែលកម្លាំងខ្សោយចាប់មនុស្សកម្លាំងខ្លាំងចាប់អត់បានគេរើបំរាស់ទៅបាត់ទៅយើងអ្នកកម្លាំងខ្សោយគឺចាប់អត់ចប់ប៉ុន្តែយើងព្យាយាមចាប់ឲ្យបានសេចក្តីព្យាយាមសេចក្តីអត់ធន់នឹងឯងជោគជ័យទៅលើអ្នកដែលមានកម្លាំងខ្លាំងចាប់មិនជាប់ក៏ដោយនៅតែប្រឹងចាប់ទប់មិនជាប់ក៏ដោយតែប្រឹងទប់អញ្ចឹងព្យាយាមទប់ព្យាយាមចាប់ចិត្តនេះឲ្យនៅក្នុងអារម្មណ៍មួយតែមួយបន្តទៀតហើយក្នុងអារម្មណ៍មួយតទៅទៀតហើយយើងដាក់ចិត្តដោយព្រះអង្គទ្រង់សម្ដែងណាព្រះអង្គសម្ដែងថាប្រៀបដូចជាអ្នកអាឈើផ្លែរណាដែលអាឈើខ្យល់ដង្ហើមចេញចូលនោះប្រៀបដូចជាផ្លែរណាដែលអាឈើតែងតែទាញទៅទាញមកអញ្ចឹងមែនទេយ៉ាផ្លែរណានឹងអាទៅអាមកព្រះអង្គឲ្យយើងកំណត់ថាផ្លែរណាដែលកំពុងអាហ្នឹងគឺដោយសេចក្តីព្យាយាមអាហើយពលត្រូវផ្លែរណានឹងពលត្រូវដើមឈើដែលយើងកំពុងអាហ្នឹងហើយដើមឈើដែលកំពុងអានេះជាដើមឈើដែលដុះនៅលើដីរាបស្មើអត់ក្លិកក្លុបខ្ពស់ទាបអីដូចលើភ្នំការីរុំអីអត់ទេណារាបស្មើនេះចង់សំដៅលើអីចង់សំដៅខ្យល់ចេញចូលនោះឲ្យស្មើអត់មានកហិបកហុកយើងអត់មានដកចំហុកឲ្យខ្លាំងឲ្យតិចឲ្យលឿនឬយ៉ាងណាអត់ទេទៀតឲ្យស្មើទៅតាមធម្មជាតិនៃខ្យល់ចេញចូលនោះណាមើលមកទៀតស្មើទេឲ្យស្មើក្នុងដង្ហើមដែលយើងដកទៅដកមកហ្នឹងចាដូចជាទាញផ្លែរណាដែលគេទាញទៅទាញមកអញ្ចឹងគឺទាញទៅទាញមកហ្នឹងពលជាមួយដើមឈើហ្នឹងដែលដើមឈើហ្នឹងនៅលើផ្ទៃស្មើអញ្ចឹងតម្កល់ស្មារតីហ្នឹងនៅចុងច្រមុះដឹងខ្យល់ចេញក៏ដឹងខ្យល់ចូលក៏ដឹងឲ្យស្មើទៅតាមសង្វាក់ដែលប្រព្រឹត្តទៅហ្នឹងចាអញ្ចឹងយើងដាក់ចិត្តដឹងខ្យល់ចេញចូលហ្នឹងដែលប្រព្រឹត្តទៅហ្នឹងត្រង់ភាសានៃការប៉ះទប់យើងមិនខ្វល់ថាខ្យល់នេះចូលទៅដល់ពោះដល់ណាក៏យើងមិនខ្វល់ហើយវាចេញទៅវិញទៅដល់ណាក៏យើងអត់ខ្វល់អត់គិតយើងគិតតែត្រង់ចង់តែត្រង់ចុងច្រមុះនិងបបោមាត់ខាងលើដែលហៅថាភាសាគឺការប៉ះទប់រវាងចុងច្រមុះនិងបបោមាត់ខាងលើ
ដោយខ្យល់ដង្ហើមចេញនឹងចូលនេះចឹងចេញចូលហ្នឹងគឺដឹងត្រង់ភាសាចុងដង្ហើមចុងច្រមុះហ្នឹងអត់ទៅដឹងឯណាទេណាអត់តាមដឹងទេតែបងសម្ដែងទៅដូចផ្លែរណាអញ្ចឹងអាទៅអាមកគឺដឹងតែកន្លែងពលត្រូវហ្នឹងទេពលត្រូវតែផ្លែរណាពលត្រូវដើមឈើហ្នឹងទេណាអត់គិតថារណានេះទាញទៅដល់គល់ទៅដល់ចុងឯណាអត់គិតទេបងឲ្យយើងមើលតែកន្លែងពលត្រូវហ្នឹងដូចជាភាសាដង្ហើមយើងទៅមកពលត្រូវអញ្ចឹងមើលទៀតអញ្ចឹងទេដាក់ចិត្តមើលខ្យល់ចេញខ្យល់ចូលប៉ះជាមួយនឹងចុងច្រមុះនឹងបបោមាត់ចេញក៏ដឹងចូលក៏ដឹងកន្លែងដែលប៉ះទុកនឹងកំណត់ណាកំណត់ចេញអត់មកអញកំណត់ដឹងខ្យល់ចេញអត់មកអញកំណត់ដឹងខ្យល់ចូលយ៉ាងតាមដឹងខ្យល់ចេញខ្យល់ចូលប្រៀបដូចជាផ្លែរណាដែលអាទៅលើដើមឈើគឺថាទាញទៅទាញមកនឹងអត់កំណត់យកទេគឺកំណត់តែកន្លែងពលត្រូវត្រង់ផ្លែរណាពលត្រូវនៅដើមឈើនោះយ៉ាងណាមិញខ្យល់ចេញចូលយ៉ាងណាទៅដល់ណាកន្លែងណាអត់ខលទេគឺកំណត់ដឹងតែត្រឹមប៉ះខ្ទប់កន្លែងចុងច្រមុះបបោមាត់ពេលឲ្យខ្យល់ចេញនិងខ្យល់ចូលណាយកទៅនឹងណាដែលបងទូឧទាហរណ៍ហ្នឹងយើងងាយយល់ហ្នឹងចម្រើនទៅមើលឲ្យកំណត់ដឹងទៅនឹងណាចឹងខណៈដែលយើងកំពុងកំណត់ដឹងខ្យល់ចេញខ្យល់ចូលចុងប្របោមាត់ហ្នឹងចងចិត្តចប់នៅនឹងក្រៀកចិត្តចប់នៅកន្លែងភាសាហ្នឹងបញ្ជូនចិត្តឲ្យដឹងខ្យល់ទៅកន្លែងទៅហ្នឹងតាមដឹងយូរទៅចិត្តនេះស្ងប់ចិត្តស្ងប់ឈប់អណ្ដែតដណ្ដងរេមីទៅណីទៅនោះហើយដល់ចិត្តនេះអត់អណ្ដែតដណ្ដងរេមីទៅណាទៅណីទេតាមដឹងខ្យល់នឹងរហូតអត់មានចន្លោះទេខ្យល់អាណាប៉ះកើតឡើងគឺខ្យល់វែងកើតឡើងហើយចឹងលោកអ្នកដែលចម្រើនមិនតាន់កើតព្យាយាមចម្រើនចឹងទៅណាចម្រើនចម្រើនដឹងតាមដឹងទៅខ្យល់វែងកើតឡើងខ្យល់វែងនេះគឺត្រង់ទៅត្រង់មកមានកម្លាំងខ្លាំងជាងខ្យល់ធម្មតាខុសប្លែកពីខ្យល់ធម្មតាចឹងគ្រាន់តែកំណត់ដឹងខ្យល់នេះវែងចេញទៅខ្យល់វែងចូលមកអត់គិតថាវែងនឹងទៅដល់ណាហើយវែងនឹងចេញមកវិញចេញទៅដល់ណាអត់គិតទេណាយើងដឹងតែកន្លែងភាសាមួយទៅបងសំដែងអញ្ចឹងយើងយកទៅហ្នឹងឯងបើខ្យល់វែងចេញមកខ្យល់វែងចូលទៅដឹងតែកន្លែងពលត្រូវគឺភាសាចុងច្រមុះនឹងបបោមាត់កំណត់យកតែទៅនោះកុំកំណត់ទៅណាទៀតណារាមាចិត្តអត់បានទេទប់ចិត្តឲ្យនៅចប់ទៅកន្លែងទៅនឹងបានហើយមានសតិគ្រប់គ្រងចិត្តឲ្យចិត្តនៅតាមដឹងខ្យល់រហូតទៅកន្លែងភាសាការប៉ះទុកនោះខណៈដែលយើងតាមដឹងទៅសតិយើងនៅខ្សោយខ្យល់វែងប្រព្រឹត្តទៅបើអត់មានសតិពង្រឹងសតិគ្រប់គ្រងចិត្តឲ្យបានល្អទេគិតពីនឹងខ្យល់ទៅចប់ចិត្តនឹងខ្យល់អត់បានទេណាកុំចត់ចិត្តនឹងខ្យល់អូខ្យល់វែងនេះអញ្ចេះអញ្ចេះឬក៏ពិបាកអញ្ចេះភ័យអញ្ចោះវាខ្យល់នេះមិនទៅតិចអញស្លាប់ទៅវាខ្យល់នេះទៅត្រង់មកខុសពីមុនតិចអាម៉េចអាម៉ាទៅតែគិតអញ្ចឹងចិត្តរេមីបាត់ហើយតែបាត់ខ្យល់វែងរលត់ទៅតែចិត្តរេមីខ្យល់វែងរលត់ទៅអញ្ចឹងកុំឲ្យចិត្តញាប់ញ័រកុំឲ្យចិត្តរេមីណាពេលជួបខ្យល់វែងក៏ដឹងថាវែងចូលវែងក៏ដឹងថាចូលវែងក៏ដឹងថាអូខ្យល់វែងដែលកើតឡើងនេះអាស្រ័យដល់អាត្មាអញចម្រើនខ្យល់ចេញចូលធម្មតាតាមធម្មជាតិធម្មតាគាត់តែមានសតិរលត់ដឹងខ្យល់ចូលក៏ដឹងខ្យល់ចេញក៏ដឹងតាមសតិរលត់ដឹងជាប់ចិត្តតម្កល់មកក្នុងខ្យល់យ៉ាងនឹងបន្តទៅធ្វើឲ្យឧបការៈឲ្យខ្យល់វែងកើតឡើងអញ្ចឹងខ្យល់វែងកើតឡើងទន្ទឹមនឹងស្រាប់តែចិត្តអាត្មាអញញាប់ញ័រចិត្តអាត្មាអញភ័យខ្លាចចិត្តអាត្មាអញរពើងព្រួយយ៉ាងនេះយ៉ាងនោះឥឡូវនេះខ្យល់វែងរលត់ទៅដូច្នេះអាត្មាអញត្រូវតែពង្រឹងចិត្តពង្រឹងសតិលើកចិត្តឡើងកាន់អារម្មណ៍ដឹងខ្យល់វែងនេះបន្តទៀតអញ្ចឹងក្នុងគណៈដែលយើងលើកចិត្តឡើងបន្តដឹងខ្យល់វែងនេះអត់បានខ្យល់វែងអត់កើតទៀតរលត់ព្រោះតែខ្យល់វែងដឹងតាមដឹងចិត្តយើងរពើភ័យខ្លាចចេះចុះខ្យល់វែងរលត់ទៅយើងបង្អោនចិត្តឲ្យដឹងខ្យល់វែងតទៅទៀតអត់បានដោយសារខ្យល់វែងនេះរលត់បាត់ទៅហើយអញ្ចឹងណាខ្យល់វែងរលត់បាត់ទៅហើយអញ្ចឹងត្រូវបង្អោនចិត្តមកថាវិតកៈលើកចិត្តឡើងកាន់អារម្មណ៍ដឹងខ្យល់ធម្មតាតម្ដងទៀតណាដឹងខ្យល់ធម្មតាម្ដងទៀតណាយើងលើកចិត្តឡើងកាន់អារម្មណ៍ដឹងខ្យល់ធម្មតានេះខ្យល់ចេញក៏អាត្មាអញដឹងខ្យល់ចូលក៏អាត្មាអញដឹងឲ្យច្បាស់ណាកំណត់ចិត្តកំណត់សតិគ្រប់គ្រងចិត្តឲ្យចិត្តដឹងអារម្មណ៍ដឹងខ្យល់ចាំឲ្យច្បាស់ណា3នឹងសហការគ្នាសតិជាអ្នកគ្រប់គ្រងចិត្ត
ដោយប្រុងប្រយ័ត្នដោយទុកចិត្តនេះដោយប្រុងប្រយ័ត្នហើយគ្រប់គ្រងចិត្តទុកចិត្តនេះដើម្បីអ្វីឲ្យដឹងអារម្មណ៍ជាទីតាំងរបស់ចិត្តជាទីអាស្រ័យរបស់ចិត្តអារម្មណ៍នឹងជាអ្វីគឺខ្យល់ដង្ហើមចេញចូលអញ្ចឹងយើងលើកចិត្តឡើងកាន់អារម្មណ៍នឹងម្ដងទៀតដឹងខ្យល់ចេញក៏ដឹងខ្យល់ចូលក៏ដឹងបានន័យថាពេលដែលតាំងកាយឲ្យត្រង់ណាមើលកាយយើងនឹងផងប្រពេលចម្រើននឹងចុកដៃចុកជើងទៀតមានទុក្ខវេទនាកើតខ្លះហើយពេលអង្គុយយូរអញ្ចឹងកុំចាប់អារម្មណ៍នឹងទុក្ខវេទនាដែលកំពុងកើតវាស្ពឹកដៃស្ពឹកជើងស្រាញដៃស្រាញជើងវាចុកក្បាលជង្គង់អីមិនមកកុំអាលតំក្រោតទៅណាទៀតត្រូវមានការអត់ធន់អត់ធ្មត់អត់ធន់អត់ធ្មត់នឹងសំខាន់ណាស់ខន្តីទាំងខន្តីវិរិយៈព្យាយាមបន្តទៀតកុំចាប់អារម្មណ៍ធ្វើទុកក្នុងចិត្តជាមួយនឹងវេទនានឹងព្រោះយើងអត់ចម្រើនវេទនាទេគឺយើងចម្រើនខ្យល់អាណាបាអញ្ចឹងយកចិត្តទុកដាក់ចំពោះខ្យល់អាណាបាវិញណាយកចិត្តទុកដាក់ខ្យល់អាណាបាវិញអញ្ចឹងយើងត្រូវកំណត់ឲ្យច្បាស់កំណត់ថាអាត្មាអញណាអាត្មាអញមានស្មារតីចាំជាក់ដកដង្ហើមចេញមានស្មារតីចាំជាក់ដកដង្ហើមចូលចាំជាក់គឺសម្លឹងខ្យល់នឹងយ៉ាងម៉េចដែលចេញហ្នឹងខ្យល់នឹងយ៉ាងម៉េចចូលចាំជាក់កន្លែងណាកន្លែងផាសៈការប៉ះខ្ទប់ចុងច្រមុះនិងបបោមាត់ខាងលើហ្នឹងតាមដឹងចាំជាក់ឲ្យច្បាស់អញ្ចឹងទៅបើចិត្តចង់ងាករេទៅណាទៅណីទាញមកវិញភ្លាមទៀតទាញមកវិញភ្លាមព្រោះថាចិត្តយើងធម្មជាតិចិត្តនេះតែត្រេះរិះតែគិតត្រេះរិះគិតនឹងភាកច្រើនត្រេះរិះទៅលើអតីតត្រេះរិះទៅលើអនាគតអញ្ចឹងព្រះអង្គឲ្យយើងដឹងបច្ចុប្បន្នធម៌នេះអត់ទៅត្រេះរិះអតីតកន្លងទៅហើយអត់ត្រេះរិះអនាគតដែលមិនតាន់មកដល់ទេត្រូវត្រេះរិះក្នុងបច្ចុប្បន្នធម៌ត្រូវគិតត្រូវដឹងចំពោះបច្ចុប្បន្នធម៌គឺខ្យល់ដង្ហើមចេញចូលនេះឯងត្រូវចិត្តដឹងថានេះអាត្មាអញត្រូវតែមកចម្រើនកម្មដ្ឋានអញ្ចឹងត្រូវដឹងកម្មដ្ឋានដែលចម្រើនគឺខ្យល់ដង្ហើមចេញចូលនេះចិត្តអាត្មាអញអត់ត្រូវរវើរវាយគិតទៅណាទៅណីទៀតទេណាបើចិត្តទៅយើងត្រូវបដៅចិត្តឲ្យស្ដីឲ្យចិត្តទៅព្រោះចិត្តនេះមុខក្រាស់ណាពេលខ្លះយើងនិយាយស្រួលអត់ស្ដាប់ទេទាំងចេះតែរត់ទៅលេចរត់ទៅកើតគិតទៅនេះគិតទៅនោះពេលខ្លះស្ដីឲ្យទាំងយើងខ្ញុំក៏ធ្លាប់ស្ដីឲ្យដែរសួរថាចិត្តឯងនេះចង់បានអីទៀតចិត្តឯងចង់គិតអីទៀតចិត្តឯងមិនបានគិតទេថាចិត្តឯងអត់ធ្លាប់កន្លងមកនាំអាត្មាអញធ្លាក់នរកធ្លាក់ប្រែកដេរឆានយ៉ាងណាខ្លះចិត្តឯងក៏ធ្លាប់នាំខ្ញុំទៅឡើងឋានសួគ៌ទៅជាមនុស្សអ្នកមានឬក៏ឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏មានដែរព្រោះចិត្តឯងនេះពេលណានាំទៅបំពេញបុណ្យកុសលបុណ្យនឹងនាំទៅសុគតិប៉ុន្តែបើចិត្តឯងនេះនាំទៅអកុសលនាំឲ្យទុគតិអញ្ចឹងក្នុងវដ្តសង្សារនេះចិត្តឯងបាននាំឲ្យខ្ញុំលិចអណ្ដែតវិលវល់ក្នុងវដ្តសង្សារម្ដងអ្នកមានម្ដងអ្នកក្រម្ដងសេដ្ឋីម្ដងទេវលោកម្ដងមនុស្សជួនកាលបាបកម្មទៅធ្លាក់នរកប្រែកទៀតផងអញ្ចឹងចិត្តឯងពេលនេះគួរតែដឹងខ្លួនហើយថាចិត្តឯងយ៉ាងម៉េចបើចិត្តឯងនៅតែគិតទៅលើរឿងរ៉ាវអាក្រក់ក្នុងកាមគុណ5ត្រីត្រអាលពេញចិត្តទៀតនោះចិត្តឯងនឹងនៅតែកើតចាស់ឈឺស្លាប់អត់ចេះជាប់ទេអញ្ចឹងចិត្តឯងល្មមដឹងខ្លួនហើយកុំមុខក្រាស់ពេកអញ្ចឹងយើងនឹងព្យាយាមសិក្សាបន្តទៀតហើយពេលនេះសូមសម្រាប់បន្តិចសូមមានសុខភាពល្អជោគវែងមានចិត្តតម្កល់មាំក្នុងអារម្មណ៍មួយតែមួយប្រកបដោយជោគជ័យគ្រប់ប្រការចុះនាទីមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាសម្ដែងដោយធម្មបណ្ឌិតញឹកប៊ុនថាដែលប្រិមិត្តលោកអ្នកទើបបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះសូមប្រិមិត្តរងចាំស្ដាប់នៅថ្ងៃស្អែកជាបន្តទៀតនៅពេលនេះម៉ោង 7 ព្រឹកម៉ោង